បើក្បាលវីដេអូមកមានស្លខ្មែរមានបុកថៃមានផ្លែដូងផ្លែអីហ្នឹងគឺថាទៅធ្វើបន់ទៅចូលផ្ទះអ៊ីគាត់ហៅទៅអានេះរៀបចំខ្លួនហើយបងប្អូនអ្នកគ្នាបន់ហ្នឹងគេហៅបនដាអ្នកខ្លះហៅបនដាលៀនអ្នកខ្លះទៀតហៅបនភូមិអីចឹងណាខាងខ្ញុំគេហៅបនភូមិត្បូងខ្ញុំឆ្ងល់តែបនដានឹងអីគេបនដាលៀនអីចឹងខ្ញុំអត់ស្គាល់ហើយនៅស្រុកគេហៅចឹងនៅស្រុកខ្ញុំគេហៅបនភូមិយើងខុសគ្នាហើយខ្ញុំមុននឹងចូលទៅដល់ផ្ទះគេធ្វើបនដាហ្នឹងគឺខ្ញុំមកចូលផ្ទះមេខ្ញុំសិនទៅលេងហ្នឹងគាត់នៅកន្លែងគាត់នៅទេហៅពុកម៉ែបងប្អូនអ្នកគ្នាហើយក៏ចូលសិនទៅហើយក៏ថតជុំវិញផ្ទះគាត់មានដូងមានស្វាយមានអីចឹងណាពុកម៉ែបងប្អូនអ្នកគ្នាហើយដូងទៅគាត់ផ្លែច្រើនហើយផ្លែហើយដើមឡើងទៀបពុកម៉ែបងប្អូនអ្នកគ្នាតែផ្លែច្រើនដល់កហើយដូងភ្លើងហើយគាត់ប្រាប់ទៀតថានៅផ្ទះកូនគាត់ផ្លែធំជាងនឹងទៀតអានេះរៀងទូចឹងគាត់ប្រាប់ហើយក៏ចូលមកផ្ទះធ្វើបនដាហ្នឹងហើយក៏នៅគ្នាបេះត្រីបេះអីយល់ទៅជួយគ្នាគេអ្នកធ្វើតែខ្ញុំអ្នកដើរថតពុកម៉ែបងប្អូនអរគ្នាទៅដល់ហ្នឹងខ្ញុំអត់មានបានជួយអីទេបានដើរថតហើយក៏នៅឈរនិយាយលេងជជែកគ្នាអីចឹងទៅហើយខ្ញុំក៏ថតគ្រឿងខៅអីចឹងណាហើយមានខ្ទិះដូងមានអានោះស្បែកគួរបន្លែគេហើយនេះឆ្នាំងស្លប្រហើរគេធ្វើស្លខ្មែរហើយមួយនំចុកពុកម៉ែបងប្អូនអរគ្នានេះគ្រឿងខៅគាត់បុកហើយជានំទៅគឺអត់មានអីទេមានតែប៉ុណ្្នឹងឯងហើយនំបញ្ចុករបស់គាត់ហ្នឹងគាត់ថាធ្វើបាន20កំប៉ុងគាត់ឲ្យគេធ្វើឲ្យអត់ទិញទេខាងខ្ញុំតទិញស្រាប់តែនៅខាងគាត់នេះយកអង្គទៅឲ្យគេទៅគេធ្វើឲ្យហ្មងហើយបន្ទាប់មកទៀតគាត់ក៏បុកថៃហ្នឹងគាត់បុកចំនួន2ដងបុកឲ្យម៉ត់ចឹងទៅដោយសារយើងធ្វើទឹកស្លនំចុកចឹងហើយបុកឲ្យវាម៉ត់ចឹងណាពុកបងប្អូនអ្នកគ្នាតែបាត់ខ្ញុំនិយាយហ្នឹងក៏ខ្ញុំមិនសូវដឹងពីរបៀបស្លប្រហើរហ្នឹងដែរចេះតែនិយាយទៅគឺគេបុកត្រីចេះថាបុកទៅហើយមានបានសួរគាត់អីដែរបន្ទាប់ពីគាត់បុកត្រីហើយពុកបងប្អូនអរគ្នាទឹកក្នុងឆ្នាំងក៏ពុះឡើងគាត់ក៏ចាក់ខ្ទិះដូងពុកបងប្អូនអរគ្នាខ្ទិះដូងហ្នឹងគាត់ចាក់ចូលហើយអស់ហើយបន្តមកទៀតគាត់ក៏កូរសាច់ត្រីគាត់ជាមួយនឹងគ្រឿងដែលគាត់បុកហើយដាក់ច្បល់ចូលគ្នាឲ្យឈ្ងុយពុកម៉ែបងប្អូនគ្នាហើយនេះគឺជាបន្លែនំបញ្ចុកដែលយើងចិតហើយរួចហើយស្ដែកគួយវែងតិចឲ្យពុកម៉ែបងប្អូនគ្នាអើយហើយនេះគឺទឹកស្លការីយកទៅផ្ទះម៉ែគាត់មកពុកម៉ែបងប្អូនគ្នាហើយតមកទៀតយើងក៏ចាប់ដើមនឹងគ្នាហូបសិនណាពុកម៉ែបងប្អូនគ្នានេះចាំមើលមុខអ្នកលើខែđangសប្បាយចិត្តប៉ុណ្ណាដឹងហើយអញម្លឹងអស់ថ្មីហ្មងថ្មីមានបានខ្ញុំចេញទាំងអស់ហ្មងណាស្លការីហ្នឹងឆ្ងាញ់ពុកបងប្អូនអរគ្នាស្លការីហ្នឹងអស់មួយចានហើយតមកទៀតមកស្លប្រហើរស្លខ្មែរហ្នឹងអស់មួយចានទៀតពីរំទៅ2ចានហើយតទៀតក៏នាំគ្នាហូបជាក់ប៊ីយ៉ាយើងហ្នឹងក្រែមស្បឺតហើយអឺសាច់ខ្លែមានត្រីអាំងគាត់ថាថ្ងៃនេះអត់មានសាច់លក់អីខ្លែលក់គេមានតែត្រីអាំងចឹងហើយទិញត្រីអាំងមកខ្លែអញ្ចឹងណាត្រីអាំងគេឆ្ងាញ់ពុកបងប្អូនគ្នាជាតិហ្មងហើយក៏នាំគ្នាជុលឈៀលវិញនឹងជាក់សบายជុំគ្នាមកផ្ទះវិញម៉ោង7កន្លះចិន8យប់ដែរហ្នឹងពុកបងប្អូនគ្នាហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀត